បើអ្នកដតីមើលងាយអ្នកអាចជ្រើសធ្វើវិធី3យ៉ាងនេះដើម្បីតបតទៅវិញជីវិតនេះមិនតែងតែដូចអ្វីដែលយើងចង់បានទេក្នុងនោះនឹងមានមនុស្សដែលមិនចូលចិត្តអ្នកមើលងាយអ្នកនោះហើយជាជីវិតចាត់ទុកជាគ្រឿងទេសនៃជីវិតហើយរកវិធីមិនអើពើញញឹមបិទមាត់ឬដោះស្រាយវាតាមវិធីមួយក្នុងចំណោមវិធីទាំង3នេះជៀសវាងតបតទៅអ្នកមើលងាយយើងដោយកំហឹងព្រោះកំហឹងអាចនាំឲ្យយើងคลายជាមនុស្សគ្មានហេតុផលនិងមិនមានភាពថ្លៃថ្នូរ1មិនអើពើនឹងការនិយាយបង្កាច់បង្ខូចមិនថាអ្នកដតីនិយាយអ្វីពីក្រោយខ្នងអ្នកនោះទេចូលបន្តធ្វើការងាររបស់អ្នកចូលព្យាយាមពង្រឹងជំនាញរបស់អ្នកហើយបំពេញកិច្ចការនីមួយៗឲ្យបានល្អជាជាងបណ្ដោយឲ្យមតិអវិជ្ជមានមកអង្រួនឆន្ទៈរបស់អ្នកមិត្តភ័ក្តិរបស់ខ្ញុំម្នាក់ធ្លាប់ធ្វើការនៅក្រុមហ៊ុនតូចមួយបានប្រាក់ខែសមរម្យសាច់ញាតិជាច្រើនបានចំអកឲ្យគាត់ថាមិនមានមហិច្ឆតាប៉ុន្តែជំនួសឲ្យការយកចិត្តទុកដាក់ទៅលើពាក្យសម្ដីមើលងាយទាំងនោះគាត់បានផ្ដោតលើការរៀនសូត្រពង្រឹងជំនាញរបស់គាត់និងទទួលបានវិញ្ញាបនបត្រដ៏មានតម្លៃជាច្រើនប៉ុន្មានឆ្នាំក្រោយមកគាត់បានផ្លាស់ទៅក្រុមហ៊ុនធំមួយដែលមានប្រាក់ខែច្រើនបំផុតរីឯអ្នកដែលធ្លាប់ព្រិះគន់គាត់ឥឡូវស្រាប់តែនៅស្ងៀមមិនហ៊ាននិយាយពីគាត់ទៀតមេរៀននៅទីនេះគឺនៅពេលអ្នកល្អគ្រប់គ្រាន់អ្វីដែលអ្នកដតីនិយាយនឹងមិនមានបញ្ហាទៀតទេ2រៀនញញឹមមនុស្សដែលចូលចិត្តមើលងាយអ្នកដទៃច្រើនតែមានបញ្ហាក្នុងការយល់ដឹងឬចង់បង្កើតតម្លៃខ្លួនឯងដោយការទម្លាក់អ្នកដទៃឲ្យមើលទៅទាបជាងខ្លួនប្រសិនបើអ្នកយកចិត្តទុកដាក់លើអ្វីដែលពួកគេនិយាយអ្នកនឹងធ្លាក់ចូលទៅក្នុងអន្ទាក់របស់ពួកគេខ្ញុំបានចូលរួមការជួបជុំគ្រួសារដោយស្លៀកសម្លៀកបំពាក់ដែលខ្ញុំពិតជាចូលចិត្តភ្លាមនោះសាច់ញាតិម្នាក់បាននិយាយបែបចំអកថាហេតុអ្វីបានជាអ្នកស្លៀកពាក់បែបស្រែម្លេះខ្ញុំបានត្រឹមតែញញឹមហើយឆ្លើយថាអូវាហាក់ដូចជាចំណង់ចំណូលចិត្តរបស់យើងខុសគ្នាប៉ុន្តែខ្ញុំពេញចិត្តនឹងវាបន្ទាប់មកខ្ញុំបានបន្តរីករាយនឹងអាហាររបស់ខ្ញុំដោយមិនបានយកចិត្តទុកដាក់នឹងការលើកឡើងនោះទេផ្ទុយទៅវិញអ្នកដែលនិយាយលេងសើចគឺខ្មាស់គេខ្លះព្រោះមិនបានសម្រេចគោលដៅដូច្នេះនៅពេលដែលនរណាម្នាក់មើលងាយអ្នកចូលយកវាមកលេងសើចវិញព្រោះស្នាមញញឹមទន់ភ្លន់គឺជាចម្លើយដ៏ល្អបំផុត3រស់នៅដោយរីករាយជំនួសឲ្យការខ្វល់ខ្វាយពីមុខមាត់អ្នកដទៃចូលប្រែក្លាយវាទៅជាកម្លាំងចិត្តដើម្បីអភិវឌ្ឍខ្លួនឯងវិនិយោគលើការងាររបស់អ្នកបង្កើនចំណេះដឹងរបស់អ្នករីករាយនឹងចំណូលចិត្តរបស់អ្នកនិងចំណាយពេលជាមួយមនុស្សដែលពិតជាពេញចិត្តចំពោះអ្នកមានពេលមួយខ្ញុំស្គាល់អ្នកជិតខាងម្នាក់ដែលត្រូវមិត្តភ័ក្តិចំអកដែលគាត់រស់នៅក្នុងផ្ទះតូចមួយជំនួសឲ្យការជជែកតវ៉ាគាត់បានផ្ដោតលើការងារនិងរៀនពីរបៀបវិនិយោគហិរញ្ញវត្ថុប៉ុន្មានឆ្នាំក្រោយមកគាត់បានទិញផ្ទះធំជាងគេមានឡានផ្ទាល់ខ្លួនហើយមនុស្សដែលមើលងាយគាត់ព្យាយាមគុំគួនប៉ុន្តែដល់ពេលនោះអ្វីដែលគេគិតលែងសំខាន់សម្រាប់គាត់ទៀតហើយពេលត្រូវគេមើលងាយកុំខ្ជះខ្ជាយពេលខឹងឬតូចចិត្តតែត្រូវផ្ដោតលើការកែលម្អខ្លួនឯងរក្សាភាពវិជ្ជមាននិងកសាងជីវិតឲ្យកាន់តែប្រសើរឡើងនៅពេលអ្នករឹងមាំនិងជោគជ័យគ្រប់គ្រាន់ការរិះគន់នឹងរលាយបាត់ហើយដោយស្វ័យប្រវត្តិនិងជំនួសមកវិញដោយការសរសើរ